លោកគ្រូពេទ្យចិនសាធារណរដ្ឋប្រជាមានិតចិនដែលលោកជាមហាមិត្តនៃខ្ញុំនៃកម្ពុជាយើងលោកបានខិតខំធ្វើឲ្យខ្ញុំដែលមានជំងឺដ៏ធ្ងន់ធ្ងរបំផុតគឺមហារីកទី1លោកធ្វើឲ្យបាត់ទៅវាកើតមហារីកទី2លោកធ្វើឲ្យបាត់ទៅទៀតវាកើតមហារីកទី3លោកធ្វើឲ្យបាត់ទៅទៀតសប្តាហ៍ថ្ងៃនេះអស់មានមហារីកចាស់នៅក្នុងខ្លួនខ្ញុំជាមនុស្សដូចជាគេថាលោកតាមានកម្លាំងពលំឡើងវិញហើយមានសុខភាពល្អបរិបូរណ៍ឡើងវិញហើយហេតុនេះបានជាយើងបានជួបគ្នាដ៏ល្អប្រពៃណាស់ចា